នេះជាការសូមបង្ហាញពីការបង្កើត database ដែលយើងប្រើដើម្បីបង្កើត database គឺយើងប្រើប្រភេទRDS នេះពេលចុចនោះវាចូលឃើញយើងចេញហើយយើងចង់ចុចបង្កើតមកយើងចុច click ហើយយើងជ្រើសរើសប្រភេទ database ដែលយើងចង់បង្កើតដូចមានដូចជា MySQL PostgreSQL ហើយនឹង Microsoft SQL ហើយ MongoDB អានេះគឺវាដល់ទៅព្រោះយើងប្រើ free ឡើងយើងបង្កើតទៅលើ MySQL ហើយនេះគឺជា name របស់ database យើងដាក់ឈ្មោះវិញ DB ដូចយើងហៅបច្ចេកយើងដាក់នឹងឧទាហរណ៍មានបច្ចេកឡើងមកអាចឲ្យស្រួលចំណេះហើយ password យើងដាក់មកខ្ញុំដាក់ឲ្យឧទាហរណ៍មើលទេឧទាហរណ៍ដាក់ password អូខេយើងដាក់ password តោះមួយយើងចូលដល់កន្លែងនេះ set up on easy to connect ខ្ញុំសិនបើយើងអត់មានសិនទេយើងយកដល់នេះតែបើយើងមានសិនទេហើយយើងចុច connect នេះខ្ញុំយកសិននឹងឈ្មោះ ball សិន connect មួយសិនណែមឈ្មោះ ball វិញខ្ញុំបង្កើតនេះហើយហើយខ្ញុំចូលទៅក្នុង account មួយទៀតមានតែប៉ុណ្ណឹងហើយយើងចុចcreate មកហើយអានេះដោយសារខ្ញុំបង្កើតហើយខ្ញុំចុច cancel នេះដែលមិនសិនខ្ញុំបង្កើតគឺវាចាប់ផ្ដើម start ហើយគឺមានគឺបែបនេះខ្ញុំលើវាទៅខ្ញុំបានបង្កើតវាហើយដាក់រួចវាហើយយើងចង់មើលកន្លែង performance អត់មានទេដោយសារវាថ្មី CPU ហ្នឹងការពិសេសយើងមានតែប៉ុណ្ណឹងឧទាហរណ៍បើយើងចង់ connect នេះមានកន្លែងនេះកន្លែង env អាកន្លែង db home ហ្នឹងគឺវាឲ្យយើង point នេះគឺយើងយក link មួយនេះ link នេះយើង copy ដាក់ទៅវានឹង point ហើយយើងដាក់ port ហើយ database name ហើយ username password ហ្នឹងនេះ database name ហើយយើង user name ហើយ password យើងដាក់ចូលមកដូចជាការស្រេចនេះសំខាន់ជាងគេគឺយើង point ទៅកាន់ domain នេះដែល domain របស់ database យើងណានៅកន្លែង db home អានឹងចំណុចសំខាន់ជាងគេអានឹងការបង្កើតdatabase នៅលើ cloud AWS មានតែប៉ុណ្ណឹងអរគុណច្រើន